muốn dương riêng ban tại tôi chỉ muốn là conditional statement ឬក៏អីអញ្ចឹងបងអត់បានរំលឹកមេរៀនណាគ្នាយើងតទៀតទេអញ្ចឹងអានេះយើងចាត់ទុកថាយើងយល់ concept ហ្នឹងព្រោះដោយសារយើងធ្វើលំហាត់ហើយអញ្ចឹងនេះយើងយល់អញ្ចឹងបន្តទៀតតកតងជាមួយនឹង ternary operator ចុះ ternary operator ហ្នឹងមិន basically គឺ ternary operator គឺរបៀបដែលយើងសរសេរកាត់សរសេរឲ្យវាកាត់ឲ្យខ្លីជាងមុនប៉ុន្តែអារបៀបខ្លីហ្នឹងគឺវាសរសេរបែបវែងមិនចឹងថាវាសរសេរតែមួយជួរតែវាវែងជ្រុលអូខេហើយនឹងអញ្ចឹងឧទាហរណ៍ថាអឺឥឡូវដាក់ file new file ឲ្យគ្នាយើងមកដាក់ថា ternary ចុះណាអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមានឧទាហរណ៍នៅខាងក្នុងនេះគេប្រាប់ថាបើយើងណា normally នៅពេលដែលយើងសរសេរពេលយើងសរសេរ if else ឧទាហរណ៍លក្ខណៈថាយើងមាន message មួយណា message ហ្នឹងនិយាយថាម៉េចយើងនិយាយថាអឺស្អីគេស្អីគេ input យើងទទួលដំបូងយើងទទួល input សិនណាយើង conversion វាសិនណាចឹងណាបងទៅសេអានេះគេ enter your age ណា enter your age ហើយហ្នឹងអញ្ចឹងបន្ទាប់មកពេលយើងទទួលពេលយើងដាក់ input ហើយយើងមិន check condition if អីគេ if message ហ្នឹងឬក៏មិន message យើងដាក់ age ណាឲ្យវាយល់ឧទាហរណ៍បើ age យើងឡើយនេះធំជាងឬស្មើធំជាងពេតតូចជាងធំជាងយើងប្រើធំជាងឬស្មើ18យើងនិយាយពាក្យថា print you are eligible for voting ណាចឹងតោះមកយើងមិនមាន L មក condition ទៀតយើងនិយាយថា you not eligible for voting អាហ្នឹងនៅពេលដែលយើងសរសេរពេញចុះនៅពេលដែលយើងសរសេរ shortcut តាក់ទងជាមួយយើងសរសេរបែប ternary operator operator អញ្ចឹងអាហ្នឹងមិនអញ្ចឹងមានន័យថាឥឡូវគ្នាយើងមាន age ហើយនេះ age របស់គ្នាយើងទទួល input ពី user ត្រូវឯឡើងហ្នឹងណាអាកន្លែងហ្នឹងយើងអាចសរសេរដូចគ្នាមកយើងសរសេរឡើងហ្នឹងមកបន្តិចមក age ចឹងមកណាឥឡូវនេះបងនេះសិនបន្ទាប់មកមិនទៀតយើង check មកឧទាហរណ៍លក្ខណៈយើងនិយាយថាអីគេvoting ហ្នឹង voting ស្មើអីគេយើងបង្កើត voting ស្មើវាថា eligible មួយមកថ្ងៃនេះ eligible ចឹងមានថាអាកន្លែងហ្នឹងគឺមានថាអឺមិន voting ឥឡូវនេះ age yeah eligible តោះមកយើងមិន check condition នៅលើនឹងបណ្ដោយទៅ age គេធំជាងឬស្មើ18អញ្ចឹងដល់ពេល L មក not eligible អញ្ចឹងនៅពេលដែលយើងមើលពីហ្នឹងគឺខុសគ្នាត្រង់ម៉េចខុសគ្នាត្រង់ថាអានេះយើងសរសេរបែបកាត់អានេះយើងសរសេរបែបតាមនេះបងអញ្ចឹងយើងមើលទៅលើ output មើលថាតើវាដូចគ្នាអត់ឥឡូវយើងដាក់លេខ18ចុះបើយើងដាក់18ដែរតែនេះគឺវាអត់តចេញព្រោះដោយសារអីគេខុសឡើយណាយើងទៅមើល check សិនព្រោះ eligible នេះអានេះប្រហែលនេះ let បងគិតលក់លេខចេញសិនហើយយើងដាក់លេខ18មកវិញ8អានេះវាអត់ដើរទេអញ្ចឹងដល់មិញយើងមក false yes កន្លែងនេះយើងដាក់ voting ហ្នឹងអូខេបន្ទាប់មកពេលយើង print voting កន្លែងនេះដើម្បីឲ្យចេញមកអញ្ចឹងកន្លែងនេះយើងដាក់18អញ្ចឹងដល់ពេលដែលយើង18 eligible ដូចគ្នាអូខេអញ្ចឹងអានេះយើងសរសេរប៉ុន្មាន5ជួរអានេះសរសេរ3ជួរអូខេប៉ុន្តែអាសរសេរ3ជួរហ្នឹងនៅពេលណាដល់ពេលដែលយើងមាន if else ហើយអាលក្ខណៈថា output ហ្នឹងវាតិចចាំយើងសរសេរអាហ្នឹងទៅយើងសរសេរកាត់ប៉ុន្តែសម្រាប់តែយើងតកតងយើងសរសេរមាន loop មានអីនៅក្នុងហ្នឹងទៀតតែសរសេរអានេះគឺបែកខ្ទិះហ៎អត់យល់បរអត់យល់ថាតើអាហ្នឹងវាមិនវាខុសមិនវាត្រូវមិនវិញណាកន្លែងហ្នឹងអញ្ចឹងគ្នាយើងមើលទៅតកតងជាមួយកន្លែងហ្នឹងអញ្ចឹងអានេះឲ្យគ្នាយើងគ្រាន់តែស្គាល់ទេនៅពេលដែលយើងធ្វើលើក្រោយបើតកតងយើងមានអាធម្មតាតកតងជាមួយលំហាត់ធម្មតាគ្នាយើងអាចប្រើអានេះបានណាយើងអាចប្រើនៅបានប៉ុន្តែនៅពេលដែលយើងមានលក្ខខណ្ឌនៅក្នុងលក្ខខណ្ឌបន្តទៀតនៅពេលដែលយើងរៀនតទៀតនៅពេលដែលយើងរៀនមានតទៀតយើងមាន next if else next if else មានថា if នៅក្នុង if មានតទៀតវាមានលក្ខខណ្ឌនៅក្នុងលក្ខខណ្ឌតច្រើនទៀតកន្លែងហ្នឹងទៀតនេះយើងជួបវិញទៅជួបវល់លើហ្នឹងណាអញ្ចឹងកន្លែងហ្នឹងគឺប្រើបាននៅពេលដែលយើងមាន if else បានហើយហើយវាជា output បែបខ្លីកុំធំកុំវែងបើវែងគឺដាក់មកក៏បែកខ្ទិះដែរណាហ្នឹង
តទៅតងជាមួយនឹងអីគេតងជាមួយនឹង logical operator logical operator នោះមិនអញ្ចឹង basically logical operator វាគឺជា essential component របស់ program ដែល allow developer ទៅលក្ខណៈថា perform เป็น logical អញ្ចឹង logical របស់ program មកខ្មែរវាជាគេតកៈណានឹងឬមិនមែនណាអាហ្នឹងសិតតែអាហ្នឹងសិតតែយើងមករៀនវិញគេមករៀនគណិតមកវិញអញ្ចឹង n ហ្នឹងគឺគេនឹងណា o ហ្នឹងគេឬហើយ not ហ្នឹងគឺវាថាវាផ្ទុយពីអានេះយើងអាដើមយើងទៅអញ្ចឹងវាដូចតាបើយើងនិយាយឲ្យស្រួលទៅតែហ្នឹងវាប្រៀបដូចជាលក្ខណៈថា1 and 1 1 and 1 1 and 1អីគេចឹងទៅ1 and 1 1និង1គឺស្មើគេមិនស្មើ1 1ឬ1អឺ1ឬ1នៅ1និង0 0ណាផ្លេចតកៈវិញណាផ្លេចតកៈនេះព្រោះអញ្ចឹង basically គឺគេ1និង0 1និង0មិនអីមិន0ហើយ0និង1មិន0ហើយ1និង1មិន1 0និង0មិន1ឯ1មិន0ភ្លេចបាត់នេះដូចជាសាកំស៊ីដូចជាពិតឬក៏មិនពិតអញ្ចឹងមានថាវាអាហ្នឹង basically អា logical operator ហ្នឹងវាជាតក្កវិទ្យាអញ្ចឹងយើងរៀនគណិតឡើងមកវិញអញ្ចឹងយើងរៀនអាពាក្យនឹងឬមិនមែនហ្នឹងអាហ្នឹងសិតយើងរៀនមកវិញណាអញ្ចឹង basically តាមតតងជាមួយនឹងឈ្នាប់អាហ្នឹងគេហៅថាឈ្នាប់នឹងតែបើយើងធម្មតាយើងហៅនៅក្នុងកូដយើងហៅតែ n នឹងធម្មតាទេណាចឹងអាហ្នឹងគេហៅឈ្នាប់នឹងអញ្ចឹងនៅក្នុងគណិតណាអញ្ចឹងវាប្រៀបធៀបថាដូចយើងរៀន1ហើយ1ស្មើ1កាលណាអា1ណាក្នុងសំណើ2មួយណាមានមិនពិតមួយគឺវាមិនពិតតែកាលណាពិតទាំងពីរវាពិតណាដល់ពេលសំណើឬនេះឈ្នាប់ឬមានថាក្នុងនឹងឲ្យតែមានមួយអឺលក្ខណៈថាឲ្យតែមានមួយពិតគឺវាពិតហើយណាឲ្យតែមានមួយពិតហើយអញ្ចឹងកន្លែងហ្នឹងចុះដល់ពេលអាឆ្នប់មិនមែនអាមិនមែនហ្នឹងអាហ្នឹងមានថា not នៅខាងមុខនៅខាងក្នុងភាសាអង់គ្លេសយើងអាតកតងមួយគណិតនៅក្នុងអង់គ្លេសគឺ not ហើយខាងមុខគឺ not វាអត់មានអាសំណាអាស្អីគេអាមិនមែនហ្នឹងឆ្នប់មិនមែននៅក្នុងដូចនៅក្នុងគណិតយើងរៀនធម្មតាណាហ្នឹងអញ្ចឹង basically គឺយើងរៀនពីអាហ្នឹងតកតងជាមួយនឹងlogical operator ណាអញ្ចឹងនៅក្នុងលំហាត់តកតងជាមួយនឹង coding គឺវានឹងជួបប្រទេសតកតងជាមួយអាហ្នឹងហើយលក្ខណៈថាឥឡូវចេះឧទាហរណ៍នៅក្នុងលំហាត់មួយណានៅក្នុងលំហាត់ហ្នឹងគឺគេអញ្ចឹងនៅខាងក្នុងលំហាត់ហ្នឹងគឺគេយើងចង់ទៅទិញអឺសម្ភារៈប្រើប្រាស់ណាតខ្លួនអញ្ចឹងឧទាហរណ៍ថាឥឡូវយើងអីគេ product យើងមានទៅមកអក្សរខ្មែរណាឆ្កយហ្នឹងឥឡូវយើងមាន product មួយអញ្ចឹង product ហ្នឹងដែលយើងត្រូវទទួល input ពី user ណា input អញ្ចឹង input អីគេយើងចង់enter product name កន្លែងហ្នឹងយើងទទួល input ថាយើងចង់ទិញអីគេ product យើងចង់ទិញបន្ទាប់មកតាក់ទងជាមួយនឹងmoney ថាយើងមាននៅក្នុងកប៉ាល់ប៉ុន្មាន enter the money អញ្ចឹងយើងឲ្យលក្ខខណ្ឌ if product no if product កន្លែងនេះយើងដូរបន្តិចយើងដូរដាក់ថា product price ចុះprice enter your product price អញ្ចឹងបើ product price របស់យើងហ្នឹងequal to no បើ product ហ្នឹង less than ឬ equal to 100ហើយ n អីគេ n money យើងហ្នឹងand money យើងមានឧទាហរណ៍ថាយើងមានតូចយើងមានថាឧទាហរណ៍យើងមានធំជាងសោះយើងមានធំជាង100យើងដាក់អីគេ print
you have enough money ណា enough money ហើយហ្នឹង yes បន្ទាប់មកL យើងដាក់ថា you don't have enough money តែនេះវានិយាយថាម៉េចអូឡើយនេះវាឲ្យទៅ string វិញប៉ុន្តែឡើយនេះយើងconvert វាទៅជា integer មកយើងប្រើ type conversion មកឡើយនេះក៏ដូចគ្នាយើងប្រើ type conversion ដូចគ្នាអញ្ចឹងនៅពេលហ្នឹងមិនឧទាហរណ៍ថាឥឡូវ product ហ្នឹងតម្លៃប៉ុន្មានតម្លៃ200តម្លៃថា50ហើយលុយយើងអត់បាន comment អានេះចោលយើងឥឡូវយើង comment ចោលសិនចុះឧទាហរណ៍ថាឥឡូវយើងនេះតោះឥឡូវមិនមែន product name អានេះ product price យើងលុបអានេះចេញតិចអូខេអញ្ចឹងកន្លែងហ្នឹងយើងដាក់ price ប៉ុន្មានឧទាហរណ៍ថាឥឡូវ50 product ហ្នឹងអស់50ហើយលុយយើងមាន100ចុះអញ្ចឹងយើងមាន enough money to buy ហើយហ្នឹងមិនមានន័យថាកន្លែងនេះ product price ហ្នឹងគឺវាប៉ិតអត់វាតូចជាងឬស្មើ100អត់ប៉ិតអត់វាប៉ិតត្រូវឯងអញ្ចឹងវាចូលកន្លែងហ្នឹងវាចូលលក្ខខណ្ឌចេះអាហ្នឹងវាប៉ិតមួយអញ្ចឹង n កន្លែងនេះនឹងអញ្ចឹង money យើងមានប៉ុន្មានយើងមានធំជាង100អត់យើងមានធំជាងឬស្មើ100អត់ធំជាងអញ្ចឹងមានន័យថាប៉ិតទេប៉ិតនឹងប៉ិតមានន័យថាវានឹងចេញប៉ិតទេតែវាប៉ិតគឺវាចូលលក្ខខណ្ឌនេះឯងណាណៃណាកន្លែងហ្នឹងមានន័យថាបើអានេះប៉ិតតែអានេះអត់ប៉ិតគឺវាអត់ចូលលក្ខខណ្ឌនេះទេវាចូលលក្ខខណ្ឌនេះវិញចាំមើលឧទាហរណ៍ឥឡូវយើងដាក់ចេះអញ្ចឹងបងដាក់ថាឥឡូវ50ដដែលតែលុយបងមានតែ20ឯងឃើញទេឃើញវាចូលលក្ខខណ្ឌទី2វិញហ៎អញ្ចឹងមានថាអានេះតើកាលណាវាអត់ពិតមួយគឺវាត្រូវចូលលក្ខខណ្ឌ L ហើយយល់ហើយហ្នឹងយល់ហើយវាយើងដឹងនៅក្នុងឬក៏ឆ្នប់ឬហ្នឹងវាអត់មានអីទៅខពីលុះត្រាមានថាទោះបីអានេះមិនពិតក៏ដោយទោះបីអានេះមិនពិតក៏ដោយក៏វាឲ្យតែមានមួយក្នុងនឹងពិតអញ្ចឹងឧទាហរណ៍ថាឥឡូវប្រៃហ្នឹង50តែលុយយើងមានប៉ុន្មានឧទាហរណ៍ថាឥឡូវយើងមាន50តែចុះអញ្ចឹងមានថាយើងមាន enough money អញ្ចឹងឲ្យតែមានពិតលុះអានេះទោះបីអានេះអត់ពិតក៏ដោយក៏អានេះនៅតែចេញមកថាយើងមាន money ដែរអូខេហ្នឹងលុះត្រាតែគេលុះត្រាតែនឹងឧទាហរណ៍ថាប្រៃហ្នឹងគឺលើ100អញ្ចឹងឥឡូវ101ហើយលុយយើងមានប៉ុន្មានលុយយើងមាន50អញ្ចឹងបានវានិយាយថា you don't have enough money to buy that one គឺមានថាអានេះវា0និង2 0 0ឬ0គឺវាចេញ0ទេមិនប៉ិតនិងមិនប៉ិតគឺមិនប៉ិតទេអូខេយល់ understood មើល not ម្ដងចុះឧទាហរណ៍ថាឥឡូវក្នុងលក្ខខណ្ឌហ្នឹងឧទាហរណ៍លក្ខណៈថា not តែនេះបងដាក់ថា not ចឹង not money ហ្នឹងគឺវានេះអញ្ចឹងឧទាហរណ៍ថាកន្លែងនេះវាលក្ខណៈថាទោះបីកន្លែងនេះពិតក៏ដោយនេះឧទាហរណ៍ថាកន្លែងនេះបើយើងឲ្យ condition វាពិត not ហ្នឹងគឺមានថាវាបដូរពី1ទៅ0វិញប៉ុន្តែបើអានេះវាមិនពិតវា0វាបដូរទៅជា1អញ្ចឹងឧទាហរណ៍ថានៅខាងក្នុងនេះតែហ្នឹងគឺឧទាហរណ៍ថាប្រៃរបស់យើងដាក់មែនឧទាហរណ៍ថា product ប្រៃនេះធំវាតូចជាងឬស្មើ100អញ្ចឹងឧទាហរណ៍ដាក់50ដដែលចុះហើយលុយបងដាក់ថាវាមានត្រឹម60ចុះអញ្ចឹងក៏វានេះដែរព្រោះដោយសារអីគេកន្លែងនេះវាមិនពិតវាមិនអីវាមិន0កន្លែងនេះវាធម្មតាវាមិន0ត្រូវទេអញ្ចឹងដល់ពេល0ប៉ុន្តែដក not មិននៅពីមុខវាមិនដូរវិញដូរពី0ទៅ1វិញអញ្ចឹងមានថាវាពិតអញ្ចឹងវាចូលលក្ខខណ្ឌនេះអូខេកន្លែងហ្នឹងយើងមើលទៅបន្តទៀតយើងរៀនតាក់ទងជាមួយនឹង sort curve shoot ជាមួយនឹង evaluation ហ្នឹងគឺជាគេរបៀបដែលយើងទៅសេគេហៅគេរបៀបដែលយើងអឺ logical operator work logical operator ហ្នឹង work វា work មិនអញ្ចឹងឧទាហរណ៍ថាយើងមាន high income true gold credit យើងមាន true student យើង true យើងជា student ណាយើងគេឲ្យ3លក្ខខណ្ឌហ្នឹងអញ្ចឹងអ្វីដែលវា check ដំបូងគឺវា check ចាប់ពីណាទៅវា check ថា high income true និង true វាពិតទេអញ្ចឹងមានថាឲ្យតែពាក់លក្ខខណ្ឌវាពីរនេះវាពិតហើយគឺវាចូលនេះឯងណាវាចូលហើយនេះ I think so yeah let try សិនថាដូចអ្វីដែលបងនិយាយអត់អញ្ចឹងឥឡូវយើងនេះសិនអញ្ចឹងយើងមិញអីគេយើងដាក់ថាយើងមានអីគេ example យើងមាន high income gold credit អញ្ចឹង high income យើងមាន
true yeah true gột credit creditយើងដាក់ថា true អឺតមក student យើងដាក់ថា true អញ្ចឹងគេ check if high income and gold credit and អីគេ not student not student អីគេយើងដាក់ print មកអីគេ print print អឺ in ដាក់ថា gold មួយចុះអញ្ចឹង L bad ហ្នឹងទៅអញ្ចឹងវាចូលលក្ខខណ្ឌមួយនេះជាមួយនឹងhow តាក់ទងជាមួយនឹង how operator work តាក់ទងជាមួយនឹង how logical operator work ហ្នឹងគឺត្រូវចាំថាគឺពេលវា detect ហ្នឹងគឺវា detect ពីស្ដាំទៅឆ្វេងដូចគណនេយ្យគណិតធម្មតាទេណាអញ្ចឹងមានថាលក្ខខណ្ឌនេះតើកាលណាវាត្រូវពីរនេះគឺវានឹង print នេះបានប៉ុន្តែដោយសារមិញយើងអត់ទទួលជា input ណាយើងឲ្យវាជា value តែកាលណាយើងឲ្យវាជា value គឺវាអត់នេះវាអត់ work ណាព្រោះដោយសារយើងអត់បានយើងអត់ឡើងលក្ខខណ្ឌនេះយើងអត់ឲ្យលក្ខខណ្ឌអីគេវាចឹងឧទាហរណ៍កន្លែងនេះយើងដាក់ថាស្មើ1មកគេ true ដែរអានេះ true អានេះ equal to true ប្រហែលយ៉ាអូខេ true true វាណាអាហ្នឹងគឺវាអត់កើតមកដឹងថាវាកើតអីតាក់ទងជាមួយនេះព្រោះ ternary operator ប្រហែលវាអត់ detection ព្រោះដោយសារ sin យើងអត់មានទទួល input អត់មានអីហើយយើងអត់ឲ្យលក្ខខណ្ឌវាត្រឹមត្រូវយើងទៅ say true ណាព្រោះ true វាប្រភេទជា boolean ជា boolean value អញ្ចឹងវាទទួល input របស់ព្រោះដោយសារវាអត់ convert ទៅជា integer ដល់យើងដាក់ conversion មួយទៀតចឹងមិនបាច់ទេឥឡូវយើងគ្រាន់តែដឹងថារបៀប evaluation វា work ហ្នឹងគឺវា work ទៅណាណាអញ្ចឹងត្រូវចាំគឺវា work ទៅពីឆ្វេងទៅស្ដាំណាកន្លែងហ្នឹងអញ្ចឹង so far គ្នាយើងបានយល់តាក់ទងជាមួយនឹង logical operator work ហើយឥឡូវយើងតទៅខាងមុខអស់តោះឥឡូវយើងមកមើលតាក់ទងជាមួយនឹង chaining comparison operator អញ្ចឹងអាហ្នឹងមិនchaining ហ្នឹងគឺរបៀបដែលយើងទៅ say ពីរ condition នៅក្នុងពេលតែមួយនៅក្នុង role អាហ្នឹងបានន័យថាម៉េចអញ្ចឹងឧទាហរណ៍ថាឥឡូវយើងមើលខាងក្នុងនេះតាក់ទងជាមួយនឹង age ធម្មតាឥឡូវយើងមាន age មួយដែលមាន22ឆ្នាំអាហ្នឹងនៅពេលដែលយើងទៅ say ដែលមាន condition ពីរធម្មតារបៀបដែលយើងទៅ say ធម្មតាគឺយើងទៅ say age ហើយធំជាងឬស្មើ18អញ្ចឹង n យើងមានពាក្យ n នៅខាងក្នុងហ្នឹងយើងថា age តូចជាង65អញ្ចឹងនៅក្នុងចន្លោះយើងពេលយើងទៅ say ដែល condition ដែលមានពាក្យថាចន្លោះដែលក្នុង ring ហើយយើងជឿទៅ say 2ដងយើងមានទៅ say if ហើយ else if ទៀតអញ្ចឹងរបៀបទៅ say shortcut ហ្នឹងមិនពិសេស shortcut ហ្នឹងគឺយើងឲ្យ variable នៅកណ្ដាលចន្លោះកណ្ដាលក្នុងការ check ហើយយើងឲ្យ condition នៅសងខាងអញ្ចឹងបានន័យថាឥឡូវកន្លែងនេះបងមាន age មួយណា age ដែលមាន22ឆ្នាំបន្ទាប់មកបងចង់ check ថានៅពេលដែល user ឬក៏អ្នកដែលមានអាយុតូចជាងឬស្មើ18អឺនឹងធំជាងឬតូចជាងឬស្មើ60បាទធំជាង10ធំជាងឬស្មើ18និងតូចជាងឬស្មើ60គាត់អាច eligible ក្នុងការ voting អញ្ចឹងយើងទៅ say មិននៅធម្មតាពេលយើងទៅ see យើង say គេ if age ធំជាងឬស្មើ18 and and នេះគេ age តូចជាងឬស្មើ60អាហ្នឹងនៅពេលដែលយើងទៅ say ធម្មតាយើងទៅ say print អឺនេះគេ eligible eligible L យើងមិនទៅ say អីគេ not eligible នៅពេលដែលយើង check ហើយរបៀបដែលយើងទៅ say នៅក្នុងការ chaining operator គឺយើងទៅ say តាមមួយជួរ if age យើងនេះយើងដាក់ថាបាទ age ណាតូចធំជាងស្មើ18អញ្ចឹងធំជាងវាច្បាស់ជាមកចេះហើយវាដូរទឹកដៅមក age នេះហើយតូចជាងឬស្មើ60អញ្ចឹង print eligible L print not eligible ឃើញទេឃើញមានថាអាពីរនេះឃើញអាមួយវារៀងស្មុគស្មាញគឺគ្រាន់តែថាយើងទៅ say variable ពីរដងតែនេះយើង say variable តែម្ដងតែ check condition ដូចគ្នាអញ្ចឹងវាថយយើង check មកអញ្ចឹងដោយសារមិញខុសតិចអញ្ចឹងកន្លែងនេះគឺវាឃើញវា work ដូចគ្នាគ្រាន់តែអាមួយរបៀបទៅ say ខ្លីអាមួយរបៀប say វែង
អានេះយើងទៅសេឲ្យអ្នកធម្មតាយល់យើងលក្ខណៈថាយើងចង់ទៅសេសម្រាប់ឲ្យយល់ពេលអ្នក review code មកលើក្រោយគាត់ចង់មើលទៅឲ្យដឹងថាអាហ្នឹងប្រើម៉េចប៉ុន្តែនៅពេលដែលយើង advance ហើយទៅពេលដែលយើងចូលធ្វើការគឺគេមិនដែលទៅសេមកអញ្ចេះទេណាអាហ្នឹងនៅពេលដែលយើងទៅសេយើងចង់បកស្រាយពេលកន្លែង user ពេលដែលអកថាមានសិស្សប្អូនឬក៏ណាគេអត់យល់កន្លែង code ហ្នឹងយើងអាចទៅសេបកស្រាយជានេះបានអញ្ចឹងអាហ្នឹងគឺគេហៅថា chaining operator អូខេចឹង so far វាមានតែប៉ុណ្្នឹងទេមេរៀនរបស់យើងចប់បានត្រឹមអ្នកតាក់ទងជាមួយនឹង conditional statement ហើយជាមួយនឹង logical operator ប៉ុន្តែនៅ next lesson ទៀតគឺយើងនឹងមានមេរៀនតាក់ទងជាមួយនឹង loop ណាទៅពេលរៀនដល់ loop គឺត្រៀមវែងហ្នឹងអាហ្នឹងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអូខេ